សួស្តីប្រិយមិត្តបកស្រាយរឿងតិនហ្វីរបស់យើងទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងចូលដល់វគ្គបន្ទាប់ដែលវគ្គនេះគឺជាវគ្គដែលលោកគ្រូតិនហ្វីរបស់យើងបានដឹកនាំក្រុមសៅលីងរបស់យើងទៅប្រកួតជាមួយនឹងក្រុមលបងហុងផ្ដើមរឿងនោះគឺតាមរឿងបន្តិចនោះគឺលបងហុងបានវឹកហាត់ក្រុមមួយចំនួនដែលមានធម្មពលខ្លាំងក្លាហើយក៏ផ្ដាច់ធម្មវគ្គនេះក៏និយាយពីតិនហ្វីរបស់យើងបានទៅជួបអ្នកនាងមីដែលជាអ្នកមានគុណរបស់លបងហ្វីរបស់យើងក្រោយពីបានសាសងគ្នាហើយក៏ជូនអ្នកលបងមីរបស់នាងមីរបស់យើងទៅដើរលេងទៅទិញវាយអវ៉ាន់ទៅដើរលេងជុំគ្នាទាំងអស់គ្នាពួកគេទាំងពីរបានណែនាំគ្នាទៅវិញទៅមកហើយការប្រកួតដ៏ល្បីល្បាញរបស់តិនហ្វីគូតដំបងចូលលក្ខណៈអន្តរជាតិក៏បានមកដល់ពេលនោះប្រកួតដំបងនោះហើយគឺជាប្រកួតមួយលបងម៉ាប់ដែលប្រកួតជាប្រកួតដ៏អស្ចារ្យទី1មួយផ្លែតសុទ្ធចូលរាប់រយគ្រាប់លបងហុងមានការឆ្ងល់ជាខ្លាំងមូលហេតុអីបានក្រុមសៅលីងនោះទាត់បាល់ខ្លាំងម្ល៉េះរហូតដល់ទាត់ពួកគេចូលទីលានទាំងអស់គ្នាក្បាច់គុណសៅលីងពិតជាខ្លាំងពូកែមែនធ្វើឲ្យមានភាពល្បីល្បាញអ្នកសារព័ត៌មានបានមកយកព័ត៌មានហើយជាដីមួយម៉ាត់របស់តាន់ហ្វីនោះបានផ្ញើទៅកាន់អ្នកនាងមីឲ្យអ្នកនាងមីលើកទឹកចិត្តរបស់អ្នកនាងមីហើយតាន់ហ្វីរបស់យើងបានក្រុមរបស់តាន់ហ្វីយើងបានចិត្តយ៉ាងខ្លាំងក៏បាននាំគ្នាទៅហើយដែលតាំងស្បែកជើងថ្មីនាំគ្នាបោះចោលស្បែកជើងចាស់ចោលហើយអ្នកនាងមីក៏មិនសុខចិត្តនឹងសម្រស់របស់ខ្លួនក៏បានតុបតែងនឹងកែសម្ផស្សរបស់ខ្លួនឲ្យកាន់តែស្អាតដើម្បីឲ្យតាន់ហ្វីគាត់ចាប់អារម្មណ៍បន្ទាប់នោះអ្នកនាងមីមិនត្រូវបានតាន់ហ្វីចាប់អារម្មណ៍ទេហើយក៏ប្រកួតមួយទៀតជាមួយនឹងក្រុមអ្នកនាងសក់វែងរបស់យើងប្រកួតមួយក្រុមនេះទៀតគឺរឹតតែខ្លាំងក្លាថែមទៀតក្រុមរបស់យើងក្នុងប្រកួតមួយនេះគឺបានយកឈ្នះទៅលើក្រុមរបស់លបងហុងបន្ថែមទៀតតែពេលនោះហើយគឺជាពេលដែលលបងហុងចាប់ផ្ដើមមានរំគួរចិត្តជាខ្លាំងនឹងណាត់ប្រកួតនៅជាលើកចុងក្រោយដែលប្រកួតចុងក្រោយនេះគឺជាប្រកួតដ៏សាហាវខ្លាំងណាស់ទុំនឹងបកស្រាយនៅវីដេអូបន្ទាប់ទៀតវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសិនសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឈានទៅកាន់ការបកស្រាយនៃការប្រកួតផ្ដាច់ព្រ័ត្ររបស់យើងតើមានឈុតឆាកនិងសាហាវខ្លាំងប៉ុណ្ណាសូមអរគុណហើយក៏សូមគោរពលា